ខ្ញុំខានធ្វើវីដេអូអង្គុយធ្វើ poster យូរហើយប្រហែលវីដេអូចុងក្រោយនេះគឺគ្រាន់តែខ្ញុំធ្វើហើយខ្ញុំ break down ឲ្យគ្នាយើងមើលពីរបៀបដែលខ្ញុំធ្វើអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងមកអង្គុយធ្វើ poster មួយគ្នាយើងអ្វីដែលគ្នាយើងត្រូវធ្វើគឺ follow ខ្ញុំម្នាក់មួយមកឬក៏ subscribe ឲ្យខ្ញុំបើនៅលើ YouTube ហើយទាញ commenter មកយើងនឹងអង្គុយធ្វើទាំងអស់គ្នាហើយនេះគឺជា poster reference ដែលខ្ញុំយកមកធ្វើនៅថ្ងៃហ្នឹងគឺជា poster របស់ Wow Now ខ្ញុំយក poster នេះមកធ្វើគ្រាន់តែខ្ញុំឃើញថាវាស្អាតហើយណាមួយទៀតវាទំនងថាមានអីថ្មីជូនគ្នាយើងហើយសម្រាប់ទំហំ poster របស់ខ្ញុំគឺខ្ញុំនឹងធ្វើ2004 គុណនឹង2004យីដំបូងគឺយើងនឹងធ្វើ poster នឹងពីក្រោយមកអញ្ចឹងខ្ញុំទៅរកមេឃមួយយកមកដាក់ខ្ញុំគិតថាខ្ញុំអាចប្រើមេឃមួយនេះបានអញ្ចឹងយើងទាញវាដាក់នៅពីក្រោយនោះមកខ្ញុំនឹង break វាធំបន្តិចមិនធំពេកទេវានឹងអាចបាំងដែរអញ្ចឹងខ្ញុំគិតថាប៉ុណ្្នេះទៅបានហើយអ្វីដែលខ្ញុំធ្វើបន្តទៀតហ្នឹងគឺខ្ញុំនឹង warp វាអញ្ចឹងយើងចុច control អក្សរ T មកយើងយក warp ខាងលើនេះមកយើងយក arc ទាញវាកោងចុះក្រោមវិញហើយជាប៉ុណ្្នេះទៅខាងក្រោយនេះគឺយើងមានអាខាងក្រោមនេះបាំងឯងអញ្ចឹងយើងមិនបាច់ភ័យទេខ្ញុំចុច OK មកមេឃនេះគឺខ្ញុំមានអារម្មណ៍ថា slake ពេកអញ្ចឹងហើយអ្វីដែលយើងអាចធ្វើបានគឺយើងចូលមក adjustment layer មកយើងចូលមករក solid color ហើយយើងដាក់ពណ៌ Q តិចទៅយើង clipping mask មកដើម្បីកុំឲ្យវាអញ្ញែញ៉ៃហើយយើង scroll វារកមួយណាដែលតំណងខ្ញុំគិតថា screen នេះ OK ខ្ញុំគិតថា overlay ល្អជាងអញ្ចឹងយើងមើលទៅឃើញថាវាដិតពេកយើងអាចសេរីពណ៌បន្តិចមកអាចកុំឲ្យវាដិតខ្លាំងពេកទៅបានហើយប៉ុណ្ណេះយើងដាក់អញ្ចឹងសិនបន្តមកទៀតគឺខ្ញុំនឹងធ្វើអាខាងក្រោមនេះមុនអញ្ចឹងអាខាងក្រោមហ្នឹងគឺស្រួលធ្វើទេគ្នាយើងគ្រាន់តែយក rectangle មកយើងដូរទៅជា fill វិញមកយកពណ៌ក្រហមទៅដើម្បីធ្វើជា base វាមួយអញ្ចឹងខ្ញុំនឹងទាញអាហ្នឹងមកឲ្យដល់គៀនខាងនេះបន្តិចហើយខ្ញុំ duplicate វាមកដាក់ខាងនេះមួយទៀតអូខេយើងដាក់វាអប់គ្នាមកអញ្ចឹងអ្វីដែលគ្នាយើងត្រូវធ្វើគឺងាយស្រួលទេដោយសារតែវាកោងចុះមកក្រោមអញ្ចឹងបើយើងគូប្រើ pen tool ហ្មងវានឹងយូរអញ្ចឹងដើម្បីលឿនគឺគ្នាយើងគ្រាន់តែ control T វាមកមកស្ដាំយើងយក distort ក៏បានយើងយក screw នេះក៏បានដែរយើងទាញវាចុះក្រោមខ្ញុំគាត់ថាប៉ុណ្្នេះចុះជា OK ទៅយើង control T នេះមួយទៀតយើងធ្វើដូចគ្នាមក screw យើងទាញវាមកក្រោមចេះយើងនឹងទទួលបានអា angle ហ្នឹងហើយខ្ញុំនឹង copy វាទៅដាក់ខាងក្រោមមួយទៀតយើង copy វាមកចុច Alt select លើវាហើយចុច Alt ឲ្យជាប់ចុច Shift មកទាញឲ្យត្រង់មកក្រោមខ្ញុំដាក់ឲ្យវាខុសគ្នាអញ្ចឹងបន្តិចហើយយើងអាច break វាទៅបើវាពេញអញ្ចឹងដើម្បីទាញឲ្យអាពីរនឹងចុះមកក្រោមគឺយើង select វាទាំងពីរមកយើងយក tool មួយនេះឬក៏ចុចអក្សរ A ក៏បានដែរ select ចុច Shift មក select យើងទាញវាចុះក្រោមយើងទទួលបានអា style បែបហ្នឹងហើយប៉ុន្តែឥឡូវហ្នឹងគឺឃើញថាវាដាច់បន្តិចយើងអាចទាញវាចូលគ្នាបន្តិចមកបើ arrow key មកបន្តមកទៀតគឺយើងឃើញថាវាមានអា line មួយនេះអញ្ចឹងវិធីសាស្ត្រពីរដែលយើងអាចធ្វើបានគឺយើងអាចប្រើ inner shadow ក៏បានឬក៏យើងអាចប្រើជា highlight ហ្មងក៏បានដែរអញ្ចឹងឥឡូវនេះគឺខ្ញុំខ្ជិលធ្វើ highlight គឺយើងនឹងប្រើ inner shadow យកហ្មងអញ្ចឹងនេះគឺជា setting ដែលខ្ញុំប្រើអ្វីដែលគ្នាយើងត្រូវកែហ្នឹងគឺដូរកន្លែងនេះមកពណ៌ប្រផេះចឹងមកហើយ linear ដោយ add ដូចដែលខ្ញុំធ្វើ highlight រាល់ដងហ្នឹងប៉ុណ្ណឹងមកហើយយើងបរោម size នេះឲ្យទូចមកយើងទាញវាធ្វើម៉េចកុំឲ្យវាបង្ហាញទៅលើយើងកុំឲ្យវាបង្ហាញចេះយើងដាក់វាអញ្ចឹងមកឲ្យធំតិចចេះមកក៏បានដែរហើយយើងចង់ដាក់វាទាំងសងខាងក៏បានដែរចឹងឥឡូវនេះគឺយើងបានមួយហើយយើងធ្វើទៅលើអាមួយនេះមួយទៀតយើង copy មកហើយចឹងយើងបាន align ហ្នឹងហើយប៉ុន្តែយើងឃើញថាពណ៌យើងខុសពីគេអញ្ចឹងខ្ញុំនឹង select ទាំងអស់ចូលកន្លែង rectangle នេះមកយើង copy color របស់គេហើយយើងឃើញថាគេមាន fade ពណ៌រៀងសនេះបន្តិចទៀតចុះអ្វីដែលគ្នាយើងអាចធ្វើបានគឺយើងចូលទៅកាន់ adjustment មកយើងយក solid color ចឹងកន្លែងនេះគឺយើងយកពណ៌ប្រផេះមកយើងចាំដូរពណ៌តាមក្រោយក៏បានដែរ clipping មកវាចូលអានេះមុនអញ្ចឹងយើងដូរទៅជា linear ដោយ add ហើយយើងលុបមក control អក្សរ I ដើម្បីលុបវា break វាហើយយើងបន្ថយ flow វាបន្តិចមកកុំឲ្យវាខ្លាំងពេកយើងផាត់វាចឹង highlight គេយើងជះបែបហ្នឹងគឺយើងដាក់បែបហ្នឹងដូចគេទៅយើងខិតមកលើជាតិចមកអូខេអញ្ចឹងអាខាងនេះមួយទៀតយើងចុច Alt ឲ្យជាប់មក copy វាយើងលុបអានេះចោលមកចុច Alt delete ហើយ control I វាមក invert វាហើយយើងផាត់នៅខាងនេះម្ដងអូខេអាចប៉ុណ្្នឹងទៅយើងអាចលុបវិញបានទេយើងចុច X មកយើងលុបកន្លែងណាដែលយើងចង់លុបវាវិញចឹងណាអាចថាប៉ុណ្្នេះចុះឬក៏យើងអាចគូវាបន្ថែមបន្តិចទៀតប៉ុណ្ណឹងហើយយើងឃើញថាវាមានអាពីក្រោមនេះដូចបាតវាអញ្ចឹងងាយស្រួលទេយើងគូ rectangle មួយទៀតមកពីក្រោមនេះហើយយើងទៅ copy វាមកយកមួយនេះអ
ចឹងយើងនឹងដាក់វាពីក្រោមគេហើយអ្វីដែលគ្នាយើងអាចធ្វើបានគឺយើងចូលទៅកាន់ pen tool យើងយក curvature នេះក៏បានដែរចុចទាញវាកោងបែបហ្នឹងយើង double click ដើម្បីឲ្យវាស្រួចមកវិញប៉ុណ្ណឹងមកបានហើយចាំពណ៌យើងអាចសេរីតាមក្រោយបានខ្ញុំគិតថាកុំឲ្យវាចាស់ពេកយើងអាចដាក់ថាប៉ុណ្នេះចុះអូយអញ្ចឹងអា3នេះគឺយើងគ្រប់វាមួយមក Ctrl J អានេះយើងដាក់ថា bottom តែនេះគឺខ្ញុំត្រូវការ highlight ដូចគ្នាតែខ្ញុំសេរីអានេះឲ្យចំទីតាំងវាសិនអញ្ចឹងរបស់គេរបៀបថាវាឃើញហើយបាត់ហើយឃើញអញ្ចឹងអ្វីដែលគ្នាយើងធ្វើបានគឺក្លាប់ជើងវាចេះមកវាដាច់បន្តិចយើងប្រិចវាទៅកុំឲ្យវាឃើញដាច់អាចនឹងខ្លាំងពេកយើងអាចឡើងទៅវិញយើងសេរីទៅតាមធ្វើម៉េចឲ្យវាស្តៀងគេតិចតិចទៅអូខេខ្ញុំគិតថាប៉ុណ្នេះចោះប៉ុន្តែបើសិនជាយើងចង់ឆ្នៃវាបន្ថែមជាងនឹងទៀតឲ្យវាឡើងបិទណាយើង select លើអាពីរនេះមកយើងចូលអាធួរដដែលមកអក្សរ I នេះ select វាទាំងពីរឲ្យទីវាឡើងលើអានេះយើងទាញវាខិតក្រោមមកបានហើយហេតុអញ្ចឹងយើងធ្វើខាងនេះដូចគ្នាមកយើង select វាពីរមកទាញវាចូលក្រោមយើងឃើញថាផុសគេមានអាស្នាមបន្តិចទៀតពីលើអញ្ចឹងអាខាងនេះយើងអាចដាក់ inner shadow ដូចគ្នាប៉ុន្តែយើងនឹងដាក់វារៀងពីលើមកវិញហើយឲ្យវារៀងសើអញ្ចឹងយើងអាចបរិចសាយវាមកស៊ីវាចេញអា style កន្លែងនេះវា fall out អញ្ចឹងណាបើយើងចង់ធ្វើនៅខាងនេះដូចគ្នាយើងធ្វើមកអញ្ចឹងខ្ញុំគិតថាយើងដាក់ដែរទៅកុំឲ្យខុសគេអញ្ចឹងយើងមានអានេះមួយអីដើម្បីកុំឲ្យអញ៉ៃមួយវាគឺយើងបូកមួយទៀតមកបើសិនជាគ្នាយើងអត់ឃើញអាមួយនេះទេយើងគ្រាន់តែចុចបូកកន្លែងនេះមកវាចេញមកហើយយើងបរិចសាយវាមកយើងទាញវាខិតមុខចេះដើម្បីកុំឲ្យវាចេញអានេះមកយើងទាញវាខិតមុខចេះហើយតម្លាក់វាបន្តិចចេះមកយើងដាក់ឲ្យវាសាយទូចទីមកថយ opacity អញ្ចឹងទៅអូខេបានយើងទទួលបានអានេះហើយបើសិនជាគ្នាយើងអត់ទាន់ស្រឡាញ់នៅទំហំនេះទេកែទៅតាមអីដែលយើងចង់បានយើង select ទាំងពីរអញ្ចឹងមកយកអាធួរនេះដដែល select យើង select បែបហ្នឹងមិនយើងទាញវាទៅស្រួលប៉ុន្តែចង់ឲ្យវាធំតិចកុំឲ្យវាមើលទៅទូចពេកយើងមកដល់ក្រុមនេះម្ដងគឺយើងត្រូវការ highlight ដូចគ្នាអញ្ចឹងខ្ញុំគិតថាប៉ុណ្ណឹងគឺយើងទទួលបានហើយបើសិនជាគ្នាយើងអត់ស្រឡាញ់ពណ៌ហ្នឹងទេគឺយើងកុំកែពណ៌ម្ដងមួយអូខេខ្ញុំនឹងប្រាប់ពីរបៀបអ្វីដែលគ្នាយើងអាចធ្វើបានគឺយើងគ្រប់វាមកតង់ទៀតបើសិនយើងចង់កែពណ៌យើងចូលទៅយក hue and saturation មកយើង clip អាហ្នឹងចូលកន្លែង hue and saturation នេះយើងដូរពណ៌មកទីតែបើសិនជាចង់បន់ពណ៌ក្រហមហ្នឹងឲ្យវារៀងដិតតឡើងតែ saturation នេះមកបើសិនចង់ដូរពណ៌ដូរកន្លែង hue នេះទៅបើចង់តឡើង blueness នេះគឺយើងតឡើងទៅនឹងមកអូខេចឹងកន្លែងនេះគឺខ្ញុំចង់ឲ្យវាដិតតិចហើយចង់សេរីអីទៀតគឺយើងសេរីតាមក្រោយបានដូចយកមានបញ្ហាទេប៉ុន្តែឥឡូវហ្នឹងគឺប៉ុណ្្នឹងសិនឥឡូវនេះគឺយើងទទួលបាន background ជាមួយនឹងអាខាងមុខនេះហើយខ្ញុំនឹងធ្វើបន្ទាប់គឺខ្ញុំនឹងធ្វើអានេះហើយខ្ញុំនឹងបង្ហាញគ្នាយើងពីរបៀបដែលខ្ញុំធ្វើប៉ុន្តែឥឡូវនេះគឺខ្ញុំត្រូវការ highlight មកតង់ទៀតដូចគ្នាយើងឃើញពីក្រោយនេះរបៀបវាសខ្លាំងចឹងយើងគ្រប់អានេះមកយើងដាក់ BG ទៅ background ហើយក្នុងហ្នឹងគឺខ្ញុំនឹងបង្កើត solid color មួយទៀតយើងយកពណ៌ pen ដែរមកដូរកន្លែង normal នេះទៅជា linear.add ដដែល control I ដើម្បី invert វាបរិចមកសម្រាប់ flow នេះគឺយើងយកតែប៉ុណ្្នឹងក៏បានដែរយើងចុចវាឲ្យញាប់ទីមកតែបើយើងអត់ចង់ចុចញាប់ទេយើងទៅឡើង flow ទៅប៉ុណ្នេះមើលតើអត់សូវភ្លឺយើងទៅឡើងវាទៅចេះតែហ្នឹងយើងចាំកែក្រោយក៏បានដែរឥឡូវហ្នឹងដល់ពេលយើងដាក់អញ្ចឹងទៅវាឃើញអាក្រក់មើលព្រោះអីយើងត្រូវមានអាដើមឈើនេះពីក្រោយមួយទៀតខ្ញុំគិតថាអានេះវារៀងខ្ពស់ពេកអញ្ចឹងខ្ញុំនឹងទាញគ្រប់ហ្នឹងចុះក្រោមបន្តិចអូខេប៉ានេះចុះហើយពលឺខ្ញុំនេះវារៀងទៅលើពេកអីទីវាក្រោមទីមកឥឡូវនេះគឺយើងនឹងចូលទៅដល់ account នេះចាហ្នឹងគឺខ្ញុំនឹងធ្វើនៅក្នុង Atlas នេះគឺជា reference របស់គេដំបូងបំផុតគឺខ្ញុំនឹងធ្វើអា style គូតប៉ុងនឹងសិនរបៀបដែលយើងធ្វើយើងបង្កើត rectangle មួយមកចានេះពណ៌អីពណ៌ទៅអត់សំខាន់ទេយើងចាំកែតាមក្រោយហើយខ្ញុំនឹងយក elite មួយយើងចុច alt ជាមួយនឹង shift ដើម្បីឲ្យវា break ពីកណ្ដាលមកហើយវាស្មើល្អទំហំខ្ញុំគិតថាប៉ុណ្ណេះចុះនឹងដូរអានេះដើម្បីឲ្យគ្នាយើងស្រួលមើលអូខេខ្ញុំគិតថាប៉ុណ្្នឹងទៅយើងចុច alt ហើយ shift ដែរដើម្បីទាញវាចុះក្រោម duplicate វាយើង click លើអានេះមួយយើង click លើអានេះមួយទៀតយើងយក tool មួយនេះ blend tool ហើយយើងយក specific step ដើម្បីដាក់ចំនួន step ឲ្យវាខ្ញុំគិតថាខ្ញុំអាចនឹងធ្វើវាទូចពេកចឹងឥឡូវនេះគឺខ្ញុំនឹងដាក់វាច្រើនហើយសិនអូខេហើយខ្ញុំបរិចអានេះទៅលើតិចហើយយើងគ្រាន់តែទាញអានេះទៅលើទៅយើងទទួលបានអាខាងនេះមួយអីទំហំនេះអាចនឹងទូចពេកចឹងហើយយើង double click វាដាក់ប៉ុណ្្នេះចុះ
màចាំបាច់ច្រើនដូចគេក៏បានដែររួចហើយខាងនេះយើងមិនធ្វើទេដោយសារតែវាមកខាងទេហើយវាកោងទៅបាត់ហើយអញ្ចឹងយើងមិនធ្វើក៏បានដែរហើយខ្ញុំនឹងធ្វើមួយទៀតហ្នឹងគឺខ្ញុំ duplicate វាចោលមួយសិនបន្តមកទៀតគឺយើងចុចលើវាមកយើងចូល object យក expand ចុច OK មកហើយយើង select ទាំងពីរនេះមកកុំ select ជាមួយនេះយើងចូលមកកាន់ Pathfinder ហើយយើងយកអាមួយនេះ minus front អញ្ចឹងមានន័យថាវានឹងដោះអាមុខចេញហើយសម្រាប់អាមួយនេះគឺខ្ញុំ expand វាដដែល OK មកហើយយើង ungroup វាក៏បានដែរអានេះយើងអត់ត្រូវការអស់នេះទេខ្ញុំ duplicate វាដើម្បីឲ្យទំហំវាស្មើគ្នាយើងចុច shift ដើម្បីឲ្យវា load align ហ្នឹងមកយើងទាញវាចំពីរសងខាងចឹងមកយើងធ្វើ style ដដែល minus front អញ្ចឹងអានេះស្មើនឹងអាក្លាក់ខាងមុខនេះអ្វីដែលយើងត្រូវធ្វើបន្ទាប់ទៀតនោះគឺយើងត្រូវដាក់វាចូលទៅជា brush យើងយក brush មកនេះបើអត់ឃើញទេនៅក្នុង window យើងរកពាក្យ brush នេះមកបន្តមកទៀតអ្វីដែលគ្នាយើងត្រូវធ្វើគឺយើងទៅរក brush tab នេះមកហើយយើងទាញអាហ្នឹងចូលទៅក្នុង brush យើងមកយកវាជា add brush ហើយយើងយកអាក្រុមគេយើងទាញអានេះមកត្រឹមកលាក់នេះមកព្រោះខ្ញុំចង់ឲ្យអាប៉ុណ្ណឹងគឺវាអត់ប៉ះពាល់មានន័យថាវាអត់ deform នៅពេលដែលខ្ញុំដាក់វាធ្វើជា brush ទៅអញ្ចឹងអ្វីដែលគ្នាយើងត្រូវដឹងឥឡូវហ្នឹងអីដែលនៅក្នុងបន្លោះនេះនៅពេលដែលទាញទៅគឺវានឹងជាវានឹងរបៀបវាខូចទ្រង់ទ្រាយអីដែលអត់មាននៅក្នុងបន្លោះហ្នឹងគឺវានឹងនៅរូបរាងអញ្ចឹងដដែលមានន័យថាវាអត់ប៉ះពាល់ទេអញ្ចឹងខ្ញុំដាក់វាត្រឹមនេះចោលខ្ញុំនឹងឧទាហរណ៍គ្នាយើងមើលចុច OK មកយើងនឹងទទួលបាន brush មួយបន្តមកទៀតយើងយក pen tool ក៏បានយកស្អីក៏បានដែរយើងគូអា style ហ្នឹងមកខ្ញុំគូប៉ុណ្នេះសិនយើងយកវាទៅជា stroke មកហើយយើងដាក់ stroke នេះខាងមុខនេះវាអត់ស្ូវផ្លាស់ប្ដូរទ្រង់ទ្រាយទេប៉ុន្តែខាងក្រោយនឹងផ្លាស់ប្ដូរបន្តមកទៀតគឺខ្ញុំត្រូវការគូអានេះបន្ថែមយើងគូអញ្ចឹងមកព្រោះវាកោងអញ្ចឹងបន្តមកទៀតគឺយើងយក weight tool នេះមក select លើវាយើងប្រួមវាអូខេយើងប្រួមអានេះដូចគ្នាមកខ្ញុំប្រួមវាអញ្ចឹងសិនហើយយើងអាចកែលើទ្រង់ទ្រាយនេះបន្តិចទៅអូខេយើងអាចលុប line ខ្លះចោលកន្លែងនេះគឺគ្នាយើងសេរីធ្វើម៉េចឲ្យដូច reference របស់យើងខ្ញុំអាចនឹងធ្វើអា line នេះរៀងខិតមកនេះពេកអញ្ចឹងតែអាកន្លែងនេះវាកោងខ្លាំងពេកខ្ញុំនឹងធ្វើវាមួយសារទៀតទាញចូលដែរមក add brush យកអាក្រមយើងទាញនេះរៀងឆ្ងាយទីមកចុច OK អញ្ចឹងអានេះយើងគ្រាន់តែដូរមកថ្មីមកហើយឯងស៊ីដល់ទៅ deform នេះមុនទេយើងយកអា web tool នេះដែរមករួមវាខ្ញុំគិតថាប៉ុណ្ណេះស្អាតជាងគ្នាយើងឃើញឥឡូវហ្នឹងគឺវាអត់ដូចផុសគេនេះទេយ៉ាងvậyដែលគ្នាយើងធ្វើបានដំបូងគឺយើងត្រូវឲ្យវា smooth សិនព្រោះឥឡូវនេះឃើញវាកាច់អង្គន់អត់សូវស្អាតយើងមកស្ដាំមកយក smooth ទាញវាតឃើញវា smooth មកណានេះឥឡូវវា smooth ជាងមុនណាចឹងបន្ទាប់ពីវា smooth ហើយអ្វីដែលយើងត្រូវធ្វើគឺយើងត្រូវការសេរីដើម្បីឲ្យវាមើលទៅដូចអានេះណាចឹងគេរៀងកោងរៀងទៅអញ្ចេះហើយកន្លែងនេះគឺយើងអង្គុយសេរីដើម្បីឲ្យមើលទៅរៀងស្តៀងគេមកយើង duplicate វាទុកមួយចានេះគឺយើងចូលទៅ object expand appearance ហើយយើង expand វាមួយតង់ទៀតមកអញ្ចឹងខ្ញុំត្រូវការ2តង់ដើម្បីធ្វើអាខាងក្រោយនេះហើយខ្ញុំមិនដឹងថាគេធ្វើមិនទេសម្រាប់អ្នកដែលគាត់ធ្វើអាហ្នឹងហ្មងប៉ុន្តែអានេះគឺជារបៀបដែលខ្ញុំធ្វើអូខេអញ្ចឹងខ្ញុំនឹង copy វាបែបហ្នឹងមួយហើយខ្ញុំ copy មួយតង់ទៀតអញ្ចឹងអ្វីដែលខ្ញុំធ្វើគឺខ្ញុំនឹងបញ្ចូលគ្នាយើងបន្តទៀតតែយើង copy តាមខ្ញុំសិនមកអានេះយើងដូរពណ៌មួយមកដាក់បែបហ្នឹងហើយយើងប្រើ blend tool ទៅដែរដើម្បី blend វាចូលគ្នាបែបហ្នឹងយើងអាចចាប់ដើមសេរីអាខាងលើនេះអញ្ចឹងធ្វើយ៉ាងណាគឺកុំ deform អានេះមានន័យថាយើងកុំ break ប្រួមវាអាខាងមុខប៉ុន្តែសម្រាប់អាខាងក្រោយយើងអាច break ប្រួមបានដូចគ្នាយើងឃើញអញ្ចឹងអាខាងលើនេះគឺវាឃើញធំអញ្ចឹងគឺយើងអាចទាញ break វាបន្តិចទៅដើម្បីវាឃើញទូចអូខេបែបនេះមកយើងអាចពវល់វាក៏បានដែរអញ្ចឹងទៅហើយយើងទាញវាមួយមុខទីមកដើម្បីឃើញអាកលៈខាងមុខនេះដូចផុសគេអញ្ចឹងអាមុខនេះគឺយើងអត់អាចសេរីបានទេដោយសារតែយើង copy ហើយអញ្ចឹងនៅពេលដែលយើងបាន2អញ្ចឹងហើយគឺយើងត្រូវការទាញវាចូលទៅកាន់ Photoshop ខ្ញុំធ្វើ2បែបហ្នឹងគឺដោយសារតែខ្ញុំចង់ធ្វើអាខាងក្រោមផ្សេងហើយខ្ញុំចង់ធ្វើអាខាងលើនេះផ្សេងយើង copy អានេះមួយទៀតហើយយើងចាប់ដើមសេរីឲ្យវាចំគ្នាមកចាឥឡូវនេះគឺយើងនឹងធ្វើអាខាងមុខមុនអាខាងមុខនេះគឺខ្ញុំនឹងដាក់ overlay ឲ្យវា color overlay ខ្ញុំជ្រើសរើសយកពណ៌នេះសម្រាប់ highlight នេះគឺខ្ញុំអត់ធ្វើជា gradient ទេគឺខ្ញុំនឹងបង្កើត solid color យកហ្មងយើង brush វាទៅស្រួល control យើង clip color គេនឹងមកឥឡូវនេះគឺគ្នាយើងឃើញថា color របស់យើងនឹងគឺអត់ចូលទេចឹងដើម្បីឲ្យវាចូល convert វាស្មើនឹងតិចទៅវាចូលមកហើយបន្តមកទៀតយើងចុចលើ mask មក control I ដើម្បី invert វារួមមក flow នេះយើងតម្លើងតិចក៏បានដែរហើយយើងចាប់ផ្ដើម brush វាឃើញថាវាឡើងទៅលើប៉ុណ្នេះអូខេខ្ញុំគិតថាប៉ុណ្្នឹងទៅបានហើយសម្រាប់ផុសគេយើងឃើញថាមាន highlight នៅ cam នេះអញ្ចឹងខ្ញុំនឹងដាក់inner shadow ឲ្យយើងយក inner shadow មកយើងទាញវាគឺយើងចុចបិទ global light ផងដើម្បីកុំឲ្យវាប៉ះពាល់ជាមួយនឹងអាផ្សេងអញ្ចឹងខ្ញុំដាក់ប៉ុណ្្នេះចោះខ្ញុំបន្ថយវាបន្តិចខ្ញុំដាក់វាខាអញ្ចឹងទៅ
ប៉ុណ្ណេះចាយើងស្តៀងគេអីវាចូលមកក្នុងនេះបន្តិចតែអត់មានបញ្ហាទេហើយយើងឃើញថាវាមានអាទៅចេះទៀតអញ្ចឹងយើងធ្វើ2ទៅចានេះគឺខ្ញុំនឹងដាក់មកខាងនេះវិញបើសិនជាវាទាញឡើងចេញអញ្ចឹងយើងបិទវាសិនមកយើងចុចអូខេមិនបិទវាចោលមកណាហើយយើងទាញវាចេះម្ដងទៀតយើងទទួលបានអា line នេះនេះខ្ញុំគិតថាប៉ុណ្្នេះចុះចុចអូខេមកយើងទទួលបានអាហ្នឹងហើយនេះវាអង្កោងដល់លើដូចប្រគេដែរចានេះគឺយើងសេរីតាមក្រោយបានទេហើយបន្តមកទៀតអាខាងក្រោមចាខាងក្រោមនេះម្ដងទៀតខ្ញុំមិនដឹងថាគេធ្វើមិនទេប៉ុន្តែយើងសាកធ្វើដូចគេអត់ខ្ញុំនឹងដាក់ពណ៌ក្រហមដើម្បីយកធ្វើ base ព្រោះប្រគេពណ៌រៀងក្រហមហើយបានជះទៅរៀងពណ៌ខ្ចីខ្ញុំគាត់ថាចាស់ពេកប៉ុណ្្នេះចាហើយខ្ញុំ convert វាទៅ smart object ដែរបន្តមកទៀតគឺខ្ញុំត្រូវការដាក់ inner shadow អានេះគឺខ្ញុំសាកទេអត់ដឹងថាដូចគេឬអត់ទេប៉ុន្តែយើងយកបានប៉ុណ្ណាគឺយើងយកប៉ុណ្ណឹងទៅយើងទាញអាឈោកនេះដើម្បីឲ្យវាខិតលើអូខេប៉ុណ្នេះវាស្តៀងផាគេនេះឃើញអត់វាចេញអា highlight បែបហ្នឹងមកហើយយើងឃើញថាមានរបៀបពណ៌ឯងក្រហមឆេះមកតង់ទៀតនៅក្រុមនេះយើងដាក់2តង់មកដើម្បីក្រហមដែរយើងដាក់ពណ៌ឯងក្រហមមកហើយយើងតម្លើងវាបន្តិចវាមានអាឡាញមកក្រហមមួយទៀតហើយនៅលើនេះហើយប៉ុណ្្នឹងចុះខ្ញុំអត់អាចធ្វើដូចគេបានទេខ្ញុំមិនដឹងថាគេធ្វើមិនដូចគ្នាអញ្ចឹងយើងធ្វើប៉ុណ្្នឹងទៅអូគេមានអាឡាញមួយនៅកលេតនេះទៀតយើងចង់ធ្វើក៏បានយើងអត់ចង់ធ្វើក៏បានដែរអត់អីទេហើយខ្ញុំនឹងព្យាយាមសេរីទ្រង់ទ្រាយវាដូចគ្នាខ្ញុំដាក់ convert វាទៅ smart object យកមកទៅព្រោះខ្ញុំគិតថាប៉ុណ្្នេះទៅបានហើយយើងសាក deform វាអាចប្រើ perspective ទាញវានៅចំណុចណាក៏បានដែរណាព្រោះយើង convert វាទៅ smart object ទេអញ្ចឹងយើងចង់សេរីវាកន្លែងណាគឺយើងអាចសេរីវាបានកន្លែងហ្នឹងខ្ញុំអត់ទាន់ស្រឡាញ់ខាងមុខនេះដោយសារតែវាមើលទៅដូចបាត់វិញណាអូខេខ្ញុំគិតថាដាក់ប៉ុណ្្នេះទៅដើម្បីឲ្យឃើញអាហ្គេមនេះតែបាត់សទៅវាឃើញអត់សមវិញយើង sell វាម្ដងមកក្លែកមកវិញមកមួយទៀតក៏គ្នាយើងអាចសាក warp វាអញ្ចឹងខ្ញុំទាញ warp បែបហ្នឹងទៅវាឃើញយាបែបនេះluminous ខ្ញុំគិតថា luminous អាចនឹង work ជាងដូចគ្នាគឺអាកន្លែងនេះវាឃើញនេះចឹងដោយសារតែវាមាន highlight កន្លែងហ្នឹងណា control អក្សរ I មកប្រាស់យើងដាក់ឲ្យ flow រៀងច្រើនតិចមកហើយយើងចាប់ផ្ដើមគូវាអញ្ចឹងកន្លែងនេះវាមិនតិចបន្ទាប់មកវាកោងបានហើយគឺយើងដាក់ hardness ឲ្យរៀងខ្លាំងតិចមកណាហើយកន្លែងនេះគឺយើងទាញវាខិតមុខបែបនេះមកហើយបានកោង
ហើយមកដល់ Chrome អូខេអញ្ចឹងរបៀបវាងខិត Chrome ដល់នេះអូខេយើងដាក់វាងជះឆ្ងាយជាមកអានេះយើងសេរីវាមកចុច X ដើម្បីលុបវានឹង shadow ហ្នឹងគឺរបៀបថាគេធ្វើមើលទៅវារៀងឆ្ងាយហើយបើសិនជាយើងចង់លុបឲ្យវាថើយហ្នឹងយើងត្រូវការដោះ flow នេះឲ្យខ្លាំងនេះកុំឲ្យយើងចុចមក click ទៅបាត់ហើយដាក់វាថើមកលុបវាទៀតវាទៅម្ដងទីទៀតអានេះមកបានហើយយើង duplicate វា control deleteរអាយហើយយើងត្រូវការយើងដិតវិញយើងចុច X មកដើម្បីឲ្យមកពណ៌សអានេះយើងគូគៀកម្ដងតែមិនគូទាំងអស់ទេអាហ្នឹងវាឲ្យវាសាច់ខ្មៅយើងធ្វើអញ្ចឹងដើម្បីឲ្យវាមើលទៅយើងស៊ីកុំឲ្យតាម shadow ទៅវាគឺអត់សូវស្អាតបានប៉ុណ្ណេះហើយគឺខ្ញុំនឹងដាក់ product ឥឡូវខ្ញុំទៅរក product មកដាក់សិនហើយដូចជារាល់ដងគឺយើងនឹងដាក់ product ផងខ្នុយព្រោះខ្ញុំមិនដឹងថាដាក់ product ផងណាគេទេយើងដាក់ product យើងអញ្ចឹងមកទៅប៉ុន្តែខ្ញុំឃើញវាកម្ៅបន្តិចខ្ញុំគិតថាគួរតែបន្ថយ highlight បន្តិចមកហើយយើងនឹងតឡើងអានេះបន្តិចឲ្យវាឃើញសបន្ត highlight ដើម្បីកុំឲ្យអានេះវាចាំងពេកហើយយើងដោះ saturation បន្តិចក៏បានដែរប៉ុណ្ណេះចុះឡើង texture grain នេះយើងទៅឡើងបន្តិចមកបន្ថយ size បន្ថយ roughness អូខេខ្ញុំឃើញថាវា sleek ពេកអូខេប៉ុណ្ណឹងចុះហើយយើងនឹងធ្វើ shadow យើង copy អានេះមកដាក់ពីលើនេះសម្រាប់ shadow គឺខ្ញុំនឹងដាក់នេះទូចមកហើយយើងធ្វើវាពីក្រោមបែបនេះយើងដាក់ flow ប៉ុណ្ណឹងមកចេះមួយចេះហើយខ្ញុំនឹងដោះ flow duplicate ខ្ញុំដោះ flow ទីទៀតហើយលុបចោលអូខេប៉ុណ្ណេះចុះយល់ទៅពលឺនេះអត់ត្រូវជាមួយនឹង shadow ទេប៉ុន្តែ who care
khỉ ở bên nơi plư plư tí máu có máu về ngân bế chẳng xem ở xó cứ nhom nằng đã xó ní tay nhom nằng chi yếm phư style ní thì mỗi cứ dương đồ bò về phần máu bò ní style cái lẹ ní kèm dương thưa tam cái đó ấy nhưng anh đã bò anh có hôm gì cho máu nhom nằng group vía chẳng group tí mỗi ní cứ nhom nằng đã drop xa đổ nhưng tin vì cho khom cho máu và thôi sái nhom nằng vô bò ní đồ anh ấy mò nó mò màហើយខ្ញុំត្រូវការគ្រូវាមកតាំងទៀតខ្ញុំភ្លេចមើលថាវាមាន inner glow អានេះវាមាន inner glow បន្តិចខ្ញុំយក inner glow មកតឡើងតិចមកនេះចេញអា style នឹងមកហើយយើងព្រមផ្សាយយើងតឡើងទៅលើ opacity វានេះអូខេមកហើយយើងនឹង group អាតង់ទី2ហ្នឹងមកតង់ទៀតមកដើម្បីដាក់ stroke mà cái này po xén mà cái này po cà hóm chân dương select che máu select bám nâng máu rồi hãy dừng vô device còn mà tiếp dương ăn group bía lục ok nhưng mà nào cái này xe này cho này cà hóm thời ấy anh ấy cái điển dương trâu từ căn cái điển máu do anh của bạn ấy vô sân máu nhưng cho anh đi máu là bị pick bía do cái lời đi muối hay dương pick po sau mình tiệt xó dương chơi tạ đạ đấy vô monster ride ní đầm bay vì hiện bộ xa đó nhưng đâu tới po xó một ní nhom nâng đặt vì po của hôm vinh máu xem một nâng cái dương đặt đồ lá hay dương đặt mỗi trình pal 6 7 dương duplicate với máu dương cho từ căn cái line symbol nè
ហើយយើងទាញវាទម្លាក់ចូលទៅអូខេមកយើងចុចកន្លែងនេះយើងយកអាកនេះមើលមកយើងទៅឡើង stroke មួយមកណាព្រិចវាធំជាងនឹងទៀតក៏បានដែរបន្ទាប់ពីមាន stroke ធំប៉ុណ្ណឹងមកយើងចូល effect យក 3D យកនេះហើយយើងយក extrude and bevel classic អាហ្នឹងខ្ញុំធ្វើវីដេអូហើយអីអានេះយើងដាក់800អីមកហើយយើងទាញវាទៅតាមអីដែលយើងគិតថាស្រស់ស្អាតមកណាអូខេបែបហ្នឹងមកយើងចុចអានេះចុចក្រោយគេនេះមកហើយយកហ្នឹង67យើងនេះដាក់ fit ដាក់ invisible ចុចអូខេមកវាចេញហើយនេះចុចអូខេមកវាបញ្ជ្រះប៉ុន្តែដោយសារតែយើងចង់យកទៅដល់នោះយើងត្រូវការ flip វាមកវិញអញ្ចឹងយើង copy វាមកហើយយើងផាសវាហើយយើង flip វាអញ្ចឹងខ្ញុំដាក់មុខនេះមួយខ្ញុំដាក់នៅខាងនេះមួយនេះខ្ញុំទាញវាឲ្យធំចេះប៉ុន្តែយើងឃើញថាវាអត់សូវស្អាតថយ opacity វាបន្តិចអញ្ចឹងអាខាងក្រោមនេះយើងធ្វើ shadow ដែរមកយើងចុចទៅលើអា shadow ដែលយើងបានធ្វើពីមុនមកសម្រាប់អាខាងលើគឺខ្ញុំអត់មានអីដាក់គាត់គេមានអីដាក់បន្តិចទៀតណាប៉ុន្តែដោយសារតែខ្ញុំអត់មានអីដាក់គឺយើងមិនដាក់បដ ாய் ទៅប៉ុន្តែខាងមុខនេះយើងទលាយយើងដាក់វានៅមុខនេះមកនេះហើយយើងធ្វើ shadow មួយគ្នាហ្មងក៏បានដែរសបងប្អូនវាទេខាងនេះយើងប្រាស់ថាសិនមកណាហើយនេះដែរអាមុខនេះមកអានេះទៅយើងខ្មៅតិចប៉ុន្តែមកបានហើយនេះខ្ញុំឃើញអាលើនេះវាកម្ៅបន្តិចសម្រាប់ product របស់យើងដាក់ inner shadow ឲ្យបន្តិចមកយើងទាញវាចុះមកក្រោមមកឲ្យវាភ្លឺបន្តិចឲ្យវាងឹតពេកមើលទីវាភ្លឺជាងមុនអានេះគឺយើងអាចដាក់អក្សរអីបន្ថែមទៀតក៏បានដែរអញ្ចឹងខ្ញុំអាចដាក់យកតម្លៃយកមកដាក់មកយកមកដាក់ក្លៀតនេះមកដូរពណ៌ដាក់ពណ៌ក្រហមនេះខ្ញុំឃើញអាមុខនេះវាអានេះខ្ញុំគិតថាអត់ស្អាតខ្ញុំគ្នាយើងគិតថាដកស្អាតជាងឬក៏ដាក់ស្អាតជាងតែខ្ញុំគិតថាដកប្រហើយទៅវាមើលទៅរៀងញ៉ៃញ៉ៃដែរអញ្ចឹងមុនបើហើយគឺខ្ញុំចង់ថែម lens flare អីបន្តិចអស់នេះគឺខ្ញុំមាន high CID អញ្ចឹងយើងដាក់វាបន្តិចមកអានេះខ្ញុំគិតថាដាក់នៅលើនេះទៅកន្លែងណាដែលយើងអត់ចង់បានយើងលុបចោលមកដាក់វាអញ្ចឹងទៅកុំឲ្យវា flat ពេកអាចនឹងដាក់វាពីក្រោយវិញមកហើយខ្ញុំមានមួយទៀតដូរដាក់ screen មកដាក់វាពីមុខនេះមកនេះពីចុងក្រោយបងអស់គឺខ្ញុំនឹងលុបអានេះចោលហើយយើង control alt shift e មក convert វាទៅ smart object រួចហើយយើងចូលទៅកាន់ camera raw filter ខ្ញុំចង់សេរី color វាថែមបន្តិចខ្ញុំតម្លើង contrast ដើម្បីវាដិតជាងមុនណាតម្លើងពន្លឺវាសជាងមុនតិចមក texture ក្នុងហ្នឹងគឺខ្ញុំនឹងដាក់ grain ឲ្យវាថែមហើយដាក់ size ទូចបានហើយឲ្យវាមើលទៅនេះឃើញស្នាមបន្តិចប៉ុណ្ណឹងមកបានហើយយើងមើលទៅមិនខុសគ្នាប្រហែលទេប៉ុន្តែវាផប់ជាងមុនណានេះគឺជា final poster របស់យើងហើយគ្នាយើងគិតមិនដែរសម្រាប់ poster មួយនេះខ្ញុំសង្ឃឹមថាវានឹងមានប្រយោជន៍សម្រាប់គ្នាយើងហើយបើសិនជាមានអ្នកដែលគាត់អង្គុយធ្វើតាមខ្ញុំកុំភ្លេច share ឲ្យខ្ញុំមើលផងក្នុង Telegram channel របស់ខ្ញុំហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ